សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះអ៊ីនយ៉ាងឈីងក៏បានបញ្ចេញនៅកម្លាំងធម្មពលរបស់គេស្រេចទៅកាន់ទូប្រុសរបស់យើងថាឲ្យត្រៀមខ្លួនស្លាប់ទៅហើយគេក៏បានបន្តសម្ដៅចូលទៅរកឈីងយៀនខណៈដែលគាត់ក៏បានកិច្ចអំពីការវិប្រហាររបស់យ៉ាងឈីងដែលធ្វើឲ្យកូនសិស្សជាច្រើនក៏មានការភ្ញាក់ផ្អើលព្រោះថាពាក្យចចាមរាមគឺបាននិយាយថាទូប្រុសយើងគឺនៅត្រឹមតែកម្រិតទី3នៃអាណាចក្រផ្កាយតែប៉ុណ្ណោះហើយនៅពេលនេះវិញឈីងយៀនក៏ប្រើប្រាស់កម្លាំងរបស់គាត់ដើម្បីវាយទៅលើអ៊ីនយ៉ាងឈីងហើយបន្តមកក៏បានសួរទៅកាន់អ៊ីនយ៉ាងឈីងថាក្បាច់គុណក៏ដូចជាបច្ចេកទេសនៃអាវុធដែលគេកំពុងតែប្រើប្រាស់នេះវាគឺជាអំណោយដែលគ្រួសារលីនបានផ្ដល់មកឲ្យគេមែនទេនិយាយឲ្យថាគេនឹងគឺបានធ្វើជាឆ្កែបំរើនៃគ្រួសារលីនប៉ុន្តែបែរជាបកក្បាលមកខំគ្រួសារឯងវិញទៅទៀតប៉ុន្តែអ៊ីនយ៉ាងឈីងគឺមិនព្រមទទួលស្គាល់នោះទេដោយនៅពេលនេះគេគឺនៅតែបន្តបញ្ចេញនៅអំណាចធម្មពលរបស់គេស្របពេលដែលទូប្រុសយើងក៏បានធ្វើការកោះហៅនៅស្រោមអាវុធរបស់គាត់ហើយបើទោះបីជាវាគ្រាន់តែជាស្រោមដាវក៏ដោយប៉ុន្តែអំណាចធម្មពលដែលគាត់បានបញ្ចេញនឹងវាពិតជាខ្លាំងកូនសិស្សជាច្រើនក៏បាននិយាយថាសម្ពាធធម្មពលនេះគឺពិតជាគួរឲ្យរន្ធត់ខ្លាំងមែនទែនស្របពេលដែលអ៊ីនយ៉ាងឈីងក៏នៅតែស្រែកទៅកាន់ទូប្រុសយើងថាគាត់មិនគួរណាត្រឡប់មកវិញនោះទេខណៈដែលកម្លាំងធម្មពលរបស់គេក៏វាសម្ដៅចូលទៅរកគាត់ឈីងយិនក៏ប្រើប្រាស់កម្លាំងរបស់គាត់ទៅរារាំងធ្វើឲ្យអ៊ីនយ៉ាងឈីងគឺពិតជាមានការងើយឆ្ងល់ហេតុអ្វីបានជាពេលនេះទៅហើយទូប្រុសយើងគឺមិនទាន់ចាញ់ឬមួយក៏មិនទាន់ដូរទៀតស្របពេលដែលឈីងយិនក៏តបទៅវិញថាចំពោះអ្វីដែលគេបានប្រើប្រាស់នឹងវាគឺគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់នោះទេបើទោះបីជាគេគឺមានអាវុធល្អក៏ដោយក៏គេមិនអាចបញ្ចេញនៅកម្លាំងបានពេញលេញដែរបន្ថែមនៅកម្លាំងរបស់គាត់បន្តិចនោះក៏ធ្វើអ៊ីនយ៉ាងឈីងនៅពេលនេះគឺត្រូវបានធ្លាក់ចូលទៅខាងក្រោមប៉ុន្តែយ៉ាងណាមិញឈីងយិនគាត់ក៏មិនទាន់បញ្ឈប់ត្រឹមប៉ុណ្្នឹងដែរស្របពេលដែលគាត់ក៏បានបញ្ចេញនៅកម្លាំងធម្មពលរបស់គាត់វាទៅលើអ៊ីនយ៉ាងឈីងម្ដងទៀតដែលធ្វើឲ្យព្រឹទ្ធាចារ្យម្នាក់នៅពេលនេះគឺបានត្រឹមតែមានការភ្ញាក់ផ្អើលហើយបន្ទាប់ពីអណ្ដាតភ្លើងបានរលត់ទៅអ្វីដែលនៅសេសសល់វាគ្រាន់តែជាផេះមួយកំណើហើយនឹងអាវុធមួយតែប៉ុណ្ណោះហើយក៏ធ្វើព្រឹទ្ធាចារ្យធំនៅពេលនេះគឺពិតជាតក់សុតខ្លាំងមែនទែនដោយសារតែកូនប្រុសរបស់គាត់គឺបានស្លាប់បាត់ទៅហើយដូច្នោះហើយពួកគេក៏បាននិយាយទៅកាន់ទូប្រុសថាទូប្រុសនឹងគឺកុហកពួកគេប៉ុន្តែឈីងយិនក៏ប្រាប់ថាជាការពិតណាស់គាត់គឺទៅតែបំបីចូលទៅកាន់កម្រិតទី4នៃអាណាចក្រផ្កាយកាលពីប៉ុន្មានថ្ងៃមុនតែប៉ុណ្ណោះប៉ុន្តែបើទោះបីជាបែបនេះក្តីព្រឹទ្ធាចារ្យធំគឺមិនជឿនោះទេហើយព្រឹទ្ធាចារ្យផ្សេងទៀតបាននិយាយថាគាត់បានប្រើប្រាស់នៅថ្នាំហាមឃាត់រួចហើយក៏លួចរៀននៅបច្ចេកទេសកម្រិតមេឃដោយគ្មានការអនុញ្ញាតឈីងយិនក៏ប្រាប់ថារឿងហ្នឹងគឺមិនសំខាន់នោះទេអ្វីដែលសំខាន់បំផុតនោះគឺទេពកោសល្យនៃការវឹកហាត់ព្រោះថាយ៉ាងណាមិញប្រសិនបើគ្មានទេពកោសល្យទេទោះបីជារៀនដល់ងាប់ទៀតក៏វាមិនកើតដែរហើយចំណែកទេពកោសល្យរបស់គាត់វិញគឺថាល្អជាងអ៊ីនយ៉ាងឈីងដូច្នោះហើយជាធម្មតាវាប្រកាសជាបែបហ្នឹងហើយលើដូច្នោះហើយព្រឹទ្ធាចារ្យធំនឹងគឺនៅតែមិនសុខចិត្តដោយគាត់ក៏បានអុកឈើច្រត់ទៅលើដីតែម្ដងទៅដែលធ្វើផែនឹងក៏បានហុយពេញនឹងតែម្ដងខណៈដែលឈីងយិនក៏មិនចង់វែងឆ្ងាយជាមួយនឹងពួកគេដែរនៅពេលដែលគាត់ក៏បាននិយាយថាល្ខោនគឺសម្ដែងចប់ហើយដូច្នោះហើយក៏ដល់ពេលដែលគួរតែបង្ហាញខ្លួនដែរក្នុងពេលនោះក៏ស្រាប់តែសម្លេងមួយគឺបានបន្លឺឡើងនិយាយមកកាន់គាត់ថាពិតជាល្អហើយនៅពេលដែលមនុស្សម្នាក់នឹងបានបង្ហាញខ្លួនអ៊ីនសៀនក៏បានបញ្ចេញប្រតិកម្មបន្តិចដូច្នោះហើយទូប្រុសក៏គិតថាមើលទៅមនុស្សម្នាក់នឹងហើយដែលជាអ្នកធ្វើបាបលបងសៀរបស់គេហើយមនុស្សម្នាក់នឹងគេគឺមានឈ្មោះថាលីនបៃហួរដែលជាអ្នកប្រវ័យក្មេងនៃគ្រួសារអ៊ីនដ៏ល្បីល្បាញនៅក្នុងទីក្រុងធីនអ៊ីនៅពេលនេះឈីងយៀនបាននិយាយទៅកាន់គេថាគេគឺជាមនុស្សម្នាក់ដែលចូលចិត្តចេះដឹងរឿងគ្រួសារអ្នកដទៃហើយមនុស្សម្នាក់នឹងគេក៏បានគប់របស់មួយទៅឲ្យទូប្រុសយើងប្រាប់ថារយៈពេល3ថ្ងៃក្រោយគេតំណាងឲ្យគ្រួសារលីននឹងធ្វើការប្រកួតគ្នាជាមួយនឹងទូប្រុសយើងឈីងយិនក៏តបទៅវិញថាចំពោះអ៊ីនយ៉ាងឈីងគឺជាឆ្កែបំរើរបស់គេនៅពេលនេះគឺបានស្លាប់ទៅហើយតើលីនបៃហួរនឹងគឺមិនចង់សងសឹកឲ្យគេទេឬស្របពេលដែលលីនបៃហួរគេគឺមិនចាប់អារម្មណ៍ច្រើននោះទេហើយគេក៏បាននិយាយអំពីលក្ខខណ្ឌនៃការប្រកួតប្រសិនបើគេចាញ់នោះគេនឹងប្រកួតនៅរ៉ែខ្មៅទាំងអស់នៃគ្រួសារលីនទៅឲ្យទូប្រុសយើងប៉ុន្តែប្រសិនបើទូប្រុសយើងចាញ់វិញសួនអសតខាងវិញ្ញាណរបស់គ្រួសារអ៊ីនគឺត្រូវតែបដូរឈ្មោះដាក់ឈ្មោះត្រកូលលីនវិញម្ដងលើបែបនេះហើយឈីងយិនក៏សួរតបទៅវិញថាតើលីនបៃហួរនឹងគឺចង់កាត់ផ្ដាច់នៅប្រភពចំណូលនៃគ្រួសារអ៊ីនរបស់គាត់មែនទេប៉ុន្តែប្រសិនបើបែបនឹងទៅហើយនោះគាត់ទទួលយកនៅការប្រកួតមួយនេះប៉ុន្តែក៏ប្រាប់ថាគាត់គឺមានរឿងមួយទៀតប្រសិនបើលីនបៃហួរចាញ់នោះគាត់នឹងឲ្យលីនបៃហួរលិតជង្គង់សុំទោសលបងសៀរបស់គាត់ចំនួន100ដងហើយខណៈដែលលីនបៃហួរនឹងក៏ចង់តវ៉ាដែរប៉ុន្តែបន្ទាប់ពីបានឃើញទឹកមុខដ៏កំណាយរបស់ទូប្រុសយើងហើយគេមានអារម្មណ៍ថាដូចជាក្លើបខ្លាចបន្តិចហើយខណៈដែលឈីងយិនគាត់ក៏បានដើរចាក់ចេញទៅធ្វើឲ្យលីនបៃហួរគឺបានត្រឹមតែនិយាយថាទូប្រុសយើងនៅពេលនេះគឺមិនមែនជាទូប្រុសយើងកាលពីពេលមុនទៀតឡើយហើយខណៈដែលព្រឹទ្ធាចារ្យទាំងអស់នោះវិញគឺកំពុងតែស្ដីបន្ទោសគ្នាទៅវិញទៅមកហេតុអ្វីបានជាមិននាំគ្នាខាត់ទូប្រុសយើងទៅហេតុអ្វីបានជាឲ្យគាត់នឹងគឺថាយកព្រមនៅការប្រកួតជាមួយនឹងគ្រួសារលីនទៅវិញចំណែកនៅពេលនេះវិញឈីងយិនបាននិយាយថាផ្កាម៉ាន់ធូលួនិងផ្កាអំបោះប្រាក់នោះនៅពេលដែលកាន់វាធ្វើជាម្សៅហើយពួកវាគឺពិតជាមានជាតិពឹសខ្លាំងមែនទែនដែលអាចជាប់នៅចំណាត់ថ្នាក់កម្ពូលទាំង7បានទៀតប៉ុន្តែប្រសិនបើលីវាជាមួយនឹងទឹកក្តៅនោះវានឹងក្លាយទៅជាទឹកឱសថដ៏ល្អបំផុតដើម្បីធ្វើការពង្រឹងនៅការវឹកហាត់ហើយវាក៏ធ្វើឲ្យគាត់នៅពេលនេះគឺពិតជាមានអារម្មណ៍ថាសុខស្រួលខ្លាំងមែនទែនជាមួយគ្នានោះក៏ស្រាប់តែខ្យល់ដ៏រំភើយក៏ចាប់ផ្ដើមបក់បោកហើយមិនយូរប៉ុន្មាននារីម្នាក់ក៏ស្រាប់តែបានចូលមកហើយនាងក៏បាននិយាយថាការពីពេលមុននៅពេលដែលទូប្រុសយើងហត់នឿយនៅក្នុងការវឹកហាត់នោះនាងគឺតែងតែធ្វើបែបនេះហើយទូប្រុសក៏នៅតែនិយាយថានាងគឺនៅតែទម្លាប់ដដែលដោយចូលមកនឹងគឺមិនព្រមគួរទ្វារឲ្យគាត់ដឹងជាមុននោះទេហើយនារីម្នាក់នឹងនាងគឺមើលអំពីគ្រួសារឪយ៉ាងដែលនាងមានឈ្មោះថាសៀសៀវ
យាវយានចំណាយឯឈិញយានក៏បានរំលឹករឿងកាលពី3ឆ្នាំមុននៅពេលនោះដែលគាត់បានបែកគ្នាជាមួយនឹងនាងហើយនាងក៏បានរត់ចូលទៅរកគ្រួសារអ្នកនាងទៅស្របពេលនាងក៏ប្រាប់ថានេះគឺជាអ្វីដែលគ្រួសាររបស់នាងបានធ្វើហើយនាងគឺមិនអាចប្រកែកបាននោះទេស្របពេលដែលឈិញយានក៏នៅតែបន្តថានាងធំនៃគ្រួសារឪយ៉ាងដែលជាមនុស្សម្នាក់តែងតែចូលចិត្តភាពត្រេកអរក៏ដូចជាការសប្បាយរីករាយជាមួយនឹងទ្រព្យសម្បត្តិក៏ដូចជាកេរ្តិ៍ឈ្មោះហើយថ្ងៃនោះនៅពេលដែលគាត់បានជួបនាងគឺពិតជាញញឹមស្រស់ខ្លាំងមែនទែននាងក៏នៅតែបន្តថាគ្រួសារឪយ៉ាងហើយនឹងនាងគ្រាន់តែបានភ្ជាប់ពាក្យតែប៉ុណ្ណោះហើយនាងគឺនៅតែទន្ទឹងរង់ចាំទូប្រុសយើងប្រសិនបើគាត់ចង់បាននោះឈិញយានក៏បានតបទៅវិញថាប៉ុណ្ណឹងបានហើយមិនចាំបាច់ធ្វើបែបហ្នឹងទៀតនោះទេព្រោះថាចាប់តាំងពីនាងគឺបានជ្រើសរើសបែបហ្នឹងទៅហើយនោះអញ្ចឹងក៏ឲ្យនាងគឺបន្តសោយសោកទាំងបែបហ្នឹងទៀតទៅរួចហើយក៏ដេញនាងឲ្យចាក់ចេញអំពីកន្លែងនេះប៉ុន្តែនាងក៏ប្រាប់ថាសំនៅបន្តិចទៀតឈិញយានក៏ប្រាប់ថាប្រសិនបើនាងមិនចាក់ចេញនៅពេលនេះទេនាងប្រកាសជាស្ដាយក្រោយហើយដូច្នោះហើយនាងក៏ចាក់ចេញអំពីកន្លែងនេះទាំងកំហឹងតែម្ដងទៅឈិញយានក៏បាននិយាយអំពីលក្ខណៈសម្បត្តិរបស់នាងដែរបាននិយាយជារួមទៅនាងគ្រាន់តែជាមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិមធ្យមតែប៉ុណ្ណោះដូច្នោះគឺពិតជាឆ្ងល់មកលើខ្លួនឯងហេតុអ្វីបានជា3000ឆ្នាំមុនគាត់លងស្រឡាញ់ទៅលើនាងទៅវិញអញ្ចឹងហើយគឺពិតជាមិនយល់ហើយជាមួយគ្នានោះសម្លេងដូចជាចាប់ចូលសបកហ្នឹងក៏បានបន្លឺឡើងនៅមាត់បន្ទប់របស់គាត់ដែរដូច្នោះហើយក៏ធ្វើឈិញយានគាត់គឺបានត្រឹមតែរោព្រោះថារកតែពេលនៅស្ងាត់មួយថ្ងៃហ្នឹងក៏មិនបានដែរហើយនៅខាងក្រៅហ្នឹងវាក៏មានសម្លេងនៃការប្រយុទ្ធគ្នាផងដែរមួយយប់ក៏បានកន្លងផុតទៅយ៉ាងលឿនព្រឹកឡើងនៅថ្ងៃបន្ទាប់នៅពេលនេះឈិញយានគឺមានអារម្មណ៍ថាដូចជាស្រួលខ្លួនបន្តិចហើយគាត់គឺពិតជាចង់ដឹងថាតើយប់មិញហ្នឹងនរណាបានធ្វើអ្វីខ្លះទៅនៅពេលដែលគាត់បានដើរចេញទៅខាងក្រៅក៏ឃើញថាកូនសិស្សទាំងអស់ហ្នឹងគឺកំពុងតែត្រូវបានស្លាប់ក៏ដូចជាភ្នំនៅក្រោមកណ្ដាប់ដៃរបស់បុរសម្នាក់ស្របពេលដែលបុរសម្នាក់ហ្នឹងគាត់គឺជាឃាតករលេខ1នៃគ្រួសារអ៊ីនដែលគាត់គឺមានឈ្មោះថាអ៊ីនម៉ងបន្ទាប់មកឈិញយានក៏បានសួរទៅកាន់លោកពូម៉ងថាតើយ៉ាងម៉េចហើយខានជួបគ្នាយូរមកហើយនិងក៏សួរថាតើកូនសិស្សទាំងអស់ហ្នឹងគាត់គឺជាអ្នកសម្លាប់មែនទេស្របពេលដែលគាត់ក៏បានធ្វើការគូសំទៅកាន់ទូប្រុសយើងបន្តិចហើយក៏ប្រាប់ថាបាននិយាយទៅខ្លាចថាទូប្រុសយើងមិនជឿនោះទេប៉ុន្តែទាំងអស់នេះគឺសុទ្ធតែជាថ្មីដៃរបស់គាត់ពិតមែនហើយគាត់ក៏បានសម័យយើងឃើញបន្តិចដែរជាមួយនឹងរឿងរ៉ាវដែលបានកើតឡើងកាលពីយប់មិញដោយនៅពេលនោះគឺមាននៅកូនសិស្សមួយក្រុមកំពុងតែរៀបចំផែនការដើម្បីសម្លាប់ទូប្រុសយើងជាមួយនឹងបំពង់ឫស្សីមួយដែលនៅខាងក្នុងគឺមាននៅអាវុធសម្ងាត់មួយដែលផ្ទុកនៅជាតិពឹសយ៉ាងក្រាស់ក្រែលប៉ុន្តែអ្នកដែលកំពុងតែចាត់ការហ្នឹងក៏មានអារម្មណ៍ថាគេគឺពិតជាមិនហ៊ាននោះទេដោយសារតែគេគឺកំពុងតែញ័រដៃហើយមនុស្សម្នាក់ក៏ប្រាប់គេថាកុំខ្លាចអីត្រូវតែធ្វើចិត្តក្លាហានឡើងហើយដំបងឡើយហ្នឹងគេគឺមិនចាប់អារម្មណ៍នោះទេប៉ុន្តែនៅពេលដែលងាកមើលក៏ឃើញថានោះគឺជាឃាតករលេខ1នៃគ្រួសារអ៊ីនធ្វើឲ្យពួកគេហ្នឹងគឺពិតជាខ្លាចខ្លាំងមែនទែនចំណែកកូនសិស្សម្នាក់គឺថាសុំទៅបើកលុយមួយហើយចំណែកពួកគេក៏នៅតែឆ្ងល់ហេតុអ្វីបានជាព្រឹត្តិការណ៍ឲ្យពួកគេធ្វើកិច្ចការនេះហើយហេតុអ្វីបានជាឲ្យឃាតករលេខ1ហ្នឹងគឺថាមួយលោកដៃទៀតស្របពេលដែលអ៊ីនម៉ងគាត់ក៏បានដើរចូលទៅបន្តិចនិងក៏ប្រាប់ថារឿងទាំងអស់នេះគាត់គឺមិនចង់រវីរវល់ហើយគាត់ក៏មិនចង់ប្រឡាក់ដៃរបស់គាត់ដែររួចហើយនោះគាត់ក៏បានដកឃ្លាថយក្រោយបន្តិចពួកគេទាំងអស់គ្នាឃើញហើយក៏ស្រែកប្រាប់ទៅកាន់គ្នាថាមិនអាចឲ្យគាត់នឹងគឺរត់បាននោះទេស្របពេលដែលពួកគេក៏បានធ្វើការឡំពាត់ជុំវិញគាត់ទៅចំណែកអ៊ីនម៉ងក៏ដកអាវុធរបស់គាត់ដោតទៅលើដីហើយក៏ប្រាប់ថានៅពេលនេះបើទោះបីជាគាត់មិនប្រើប្រាស់អាវុធក៏ដោយក៏អាចសម្លាប់ពួកគេបានយ៉ាងងាយដែរលើដូច្នោះកូនសិស្សជាច្រើនក៏បានបញ្ចេញអាវុធជាមួយនឹងកម្លាំងរបស់គេសម្ដៅចូលទៅរកអ៊ីនម៉ងយ៉ាងលឿនប៉ុន្តែជាលទ្ធផលដោយដែលយើងបានឃើញនៅពេលនេះពួកគេនឹងគឺបានត្រឹមតែវាយគ្នាឯងតែប៉ុណ្ណោះហើយអ្នកខ្លះនឹងគឺបានរត់បុកគ្នាពេញនឹងតែម្ដងអញ្ចឹងហើយជាមួយនឹងអាវុធដែលនៅក្នុងដៃនឹងក៏បានចាក់គ្នាឯងពេញនឹងតែម្ដងទៅស្របពេលដែលអ៊ីនម៉ងគាត់គឺកិច្ចយ៉ាងធម្មតាពួកគេទាំងអស់គ្នានៅពេលនេះវិញគឺបានត្រឹមតែវាយគ្នាឯងតែប៉ុណ្ណោះដូច្នោះហើយនៅទីបំផុតគ្នាឯងគឺសម្លាប់គ្នាឯងនឹងឯងហើយខណៈដែលអ៊ីនម៉ងវិញគាត់គឺបានត្រឹមតែកវីក្បាលស្របពេលដែលឈិញយានដែលជាទូប្រុសរបស់យើងគាត់ក៏បាននិយាយថាគាត់មិនឆ្ងល់ទីនោះទេព្រោះថាយ៉ាងណាមិញកូនសិស្សទាំងអស់ហ្នឹងគឺជាកូនសិស្សដែលទទួលបានការបង្ហាត់បង្រៀនអំពីព្រឹត្តិការណ៍ធំដូច្នោះហើយវាគឺជារឿងធម្មតានោះទេប៉ុន្តែពួកគេហាក់បីដូចជាឆោតល្ងងពេកហើយប៉ុន្តែក៏សំណាងល្អដែរដែលលោកពឹងម៉ងរបស់គាត់បង្ហាញខ្លួនតាន់ពេលវេលាបើមិនដូច្នោះទេគាត់នឹងក្លាយទៅជាមនុស្សម្នាក់ដែលធ្លាក់ចូលទៅក្នុងអន្លង់ជ្រៅហើយចំណែកអ៊ីនម៉ងគឺពិតជាមិនយល់នោះទេឈិញយានក៏ប្រាប់ថាកុំបារម្ភអីគាត់នឹងពន្យល់មួយហើយនៅពេលនេះគាត់ក៏ចាប់ផ្ដើមធ្វើការចម្រាញ់ថ្នាំគ្រាប់និយាយថាសំណាងល្អដែរពូមើរបស់គាត់ទទួលបាននៅសម្ភារៈល្អមួយចំនួនដូច្នោះនៅពេលនេះគាត់នឹងធ្វើការចម្រាញ់ថ្នាំគ្រាប់ជាមុនសិនស្របពេលដែលអ៊ីនម៉ងគឺចាប់ផ្ដើមឆ្ងល់ទៀតហើយគាត់ក៏សួរទៅកាន់ឈិញយានថាតើគាត់បានរៀននៅបច្ចេកទេសឬមួយក៏ជំនាញនៃការចម្រាញ់ថ្នាំគ្រាប់នេះតាំងពីពេលណាមកព្រោះថានៅក្នុងទីក្រុងធានអ៊ីមានអ្នកវឹកហាត់មិនដល់100នាក់នោះទេដែលពួកគេចេះចម្រាញ់ថ្នាំគ្រាប់ចំណែកឈិញយានក៏ប្រាប់ថារឿងនេះចាំនិយាយគ្នានៅពេលក្រោយទៅសំខាន់នៅពេលនេះលោកពូទុកចិត្តខ្ញុំដែរឬអត់អ៊ីនម៉ងក៏ប្រាប់ថាប្រកាសជាទុកចិត្តហើយព្រោះថាកាលពីពេលនោះនៅពេលដែលគាត់ត្រូវបានគេបោះបង់ចោលនៅលើកំពូលភ្នំឡាំងយ៉ាកាលពីពេលដែលគាត់នៅក្មេងនោះឪពុកទូប្រុសរបស់យើងគឺជាអ្នកជួយសង្គ្រោះគាត់ចាក់ចេញអំពីមាត់ឆ្កែចចដូច្នោះហើយគាត់ក៏បានស្បត់ដោយគាត់នឹងបម្រើគ្រួសារអ៊ីនដោយស្មោះត្រង់ពេញមួយជីវិតតែម្ដងចំណែកឈិញយានក៏តបទៅវិញថាលោកពូក៏ស្ទើរតែស្លាប់បាត់បង់ជីវិតដែរកាលពីប៉ុន្មានឆ្នាំមុននៅពេលដែលព្យាយាមជួយសង្គ្រោះឪពុកម្ដាយរបស់ខ្ញុំដូច្នោះហើយការដែលនិយាយថាចំពាក់កូនគ្រួសារអ៊ីនវាហាក់បីដូចជាមិនសមនោះទេគាត់ក៏នៅតែដកដង្ហើមធំនិយាយទាំងការស្ដីបន្ទោសមកកាន់ខ្លួនឯងដែលគាត់មិនអាចរកឃើញឪពុកម្ដាយរបស់ទូប្រុសហើយនឹងឆៃប៉ុន្តែឈិញយានក៏នៅតែប្រាប់ថាមិនចាំបាច់ស្ដីបន្ទោសខ្លួនឯងនោះទេព្រោះថាថ្ងៃណាមួយគាត់ប្រកាសជា
ជាតរពួកគេហើយដូច្នោះនៅពេលនេះបើទោះបីជាអ៊ីនម៉ង់មិនទុកចិត្តគាត់ក៏ដោយប៉ុន្តែអ៊ីនម៉ង់គ្មានហេតុផលអ្វីដែលមិនទុកចិត្តទូប្រយើងនោះទេដោយគាត់ក៏នៅតែសរសើរទូប្រយើងការដែលគាត់បានបាត់ខ្លួនកាលពី3ឆ្នាំមុនគឺជាមនុស្សម្នាក់ដែលមានអំណាចខ្លាំងក្លារួចទៅហើយថ្ងៃណាមួយនឹងក្លាយទៅជាមនុស្សដ៏អស្ចារ្យម្នាក់បំផុតហើយនៅពេលដែលទូប្រយើងបានត្រឡប់មកវិញនៅពេលនេះក៏មាននៅចំហាយធម្មពលដ៏ខ្លាំងក្លាបានលេចចេញអំពីរាងកាយរបស់គាត់ដែរដោយសម្បីតែនិយាយដោយចំណុចនេះក៏ហាក់បីដូចជាស្ទាក់ស្ទើរបន្តិចទូប្រក៏ឲ្យគាត់និយាយបន្តដូច្នោះអ៊ីនម៉ង់ក៏បានបន្តថាកម្លាំងធម្មពលនេះសម្បីតែអធិរិយអមតៈយានក៏មិនអាចប្រៀបស្មើបានដែរឬពាក្យសម្ដីនេះហើយឈិងយានក៏ហាក់បីដូចជាអស់សំណោយបន្តិចដែរគាត់បានតបទៅវិញថាខ្លួនគាត់គឺមិនហ៊ានសម័យនោះទេថាខ្លួនឯងនឹងខ្លាយទៅជាបែបនេះប៉ុន្តែអ៊ីនម៉ង់ក៏នៅតែតបមកវិញថាគាត់គ្រាន់តែនិយាយការពិតតែប៉ុណ្ណោះស្របពេលដែលឈិងយានដើម្បីតបស្នងជាមួយនឹងភាពស្មោះត្រង់របស់អ៊ីនម៉ង់នៅពេលនេះក៏ប្រាប់ថានឹងជួយបំបែកនៅការរៀងស្ទះនៃកម្រិតធម្មពលរបស់គាត់ស្របពេលអ៊ីនម៉ង់ក៏សួរហើយថាតើទូប្រយើងគឺពិតជាដឹងមែនទេឈិងយានបាននិយាយថាក្នុងកំឡុងពេលប៉ុន្មានឆ្នាំមកនេះពូម៉ង់របស់គាត់បានសម្លាប់មនុស្សយ៉ាងច្រើនហើយបំណុលឈាមនេះវាក៏คล้ายទៅជាធម្មពលមួយដែលបានរារាំងកម្រិតនៃការវឹកហាត់របស់ពូម៉ង់មិនឲ្យមានការរីកចម្រើននោះទេគាត់លើហើយគឺមិនឆ្ងល់ទៀតឡើយហេតុអ្វីបានជាប៉ុន្មានឆ្នាំមកនេះគាត់មិនអាចបំបែកអាណាចក្រដែលជាកម្រិតនៃការវឹកហាត់របស់គាត់បានឈិងយានក៏នៅតែបន្តទៀតថាក៏ជាសំណាងល្អដែរដែលយប់មិញនេះគាត់មិនបានប្រើប្រាស់នៅអាវុធរបស់គាត់បើមិនដូច្នោះទេនៅពេលដែលគាត់បង្ខំប្រើប្រាស់វាម្ដងទៀតនោះវានឹងធ្វើធម្មពលវិញ្ញាណរបស់គាត់នៅត្រឹងហើយជាប់គាំងនៅក្នុងសមុទ្រចិត្តហើយខណៈដែលវានឹងធ្វើឲ្យសរសៃវិញ្ញាណសរសៃជីវចរនៅក្នុងរាងកាយរបស់គាត់នឹងគឺចាប់ផ្ដើមដើរបញ្ច្រាស់ហើយប្រសិនបើគាត់មិនបានស្វែងយល់អំពីការពិតនោះទេនោះគាត់គឺមិនអាចជៀសផុតអំពីសេចក្តីស្លាប់បានឡើយលើដូច្នោះហើយអ៊ីនម៉ង់ក៏មានការភ្ញាក់ផ្អើលម្ដងទៀតស្របពេលដែលឈិងយានក៏នៅតែគិតនៅក្នុងចិត្តដែរប្រសិនបើមិនមែនដោយសារតែអំណាចកម្មផលនៃបំណុលឈាមទាំងអស់ហ្នឹងទេគាត់ខ្លាចថាគាត់ប្រហែលជាមិនអាចរស់បានមកដល់សពថ្ងៃនេះឡើយដូច្នោះក៏គិតថាគ្រួសារអ៊ីនរបស់គាត់គឺជំពាក់ពូម៉ង់ច្រើនពេកហើយស្របពេលដែលអ៊ីនម៉ង់ក៏នៅតែសួរថាតើត្រូវស្វែងរកលោកអាចារ្យដើម្បីបណ្ដេញនៅធម្មពលអាក្រក់នេះដែរឬអត់ប៉ុន្តែឈិងយានក៏ប្រាប់ថាមិនចាំបាច់នោះទេទោះឲ្យគាត់គឺជាអ្នកដោះស្រាយបន្ទាប់មកគាត់ក៏ប្រើប្រាស់កម្លាំងធម្មពលបន្តិចដើម្បីបើកនៅកម្រិតចង្ក្រានថ្នាំនិងក៏ប្រាប់ទៅកាន់ពូម៉ង់របស់គាត់បន្តទៀតថាមិនថាវាគឺមានការឈឺចាប់ប៉ុណ្ណានោះទេឲ្យគាត់គឺស៊ូទ្រាំឲ្យបានបើមិនដូច្នោះទេពេលវេលាឆ្នាំក្រោយវាគឺជាពេលវេលានៃជីវិតរបស់គាត់ហើយស្របពេលដែលអ៊ីនម៉ង់ក៏បានបដិញ្ញាចិត្តជាមួយនឹងឈិងយានដូច្នោះហើយទូប្រគាត់ក៏បានបន្តប្រើប្រាស់កម្លាំងជាមួយនឹងថ្នាំគ្រាប់នេះចាក់បញ្ចូលទៅកាន់ចំណុចសំខាន់នៃរាងកាយរបស់អ៊ីនម៉ង់ទៅនិងក៏ប្រាប់ទៅកាន់គាត់ថាឲ្យសម្រួលអារម្មណ៍ក៏ដូចជាដកដង្ហើមវែងៗរួចហើយក៏ធ្វើការប្រមូលផ្ដុំនៅកម្លាំងធម្មពលខាងក្នុងបន្តិចក្រោយមកទៀតនោះក៏ឲ្យគាត់បញ្ចេញនៅធម្មពលវិញ្ញាណនេះបន្តិចម្ដងទៅកាន់ចំណុចសំខាន់ទាំង7នៃរាងកាយរបស់គាត់ហើយអ៊ីនម៉ង់ក៏បានធ្វើទៅតាមការណែនាំរបស់ឈិងយានដែលយើងក៏ឃើញថាកម្លាំងធម្មពលដ៏ខ្លាំងមួយវាក៏ស្រាប់តែបានលេចឡើងមុនពេលដែលឈិងយានក៏បានសួរទៅកាន់គាត់បន្តថានៅពេលនេះគឺមានអារម្មណ៍បែបណាដែរស្របពេលដែលអ៊ីនម៉ង់ក៏ប្រាប់ថានៅពេលនេះគាត់គឺពិតជាមានអារម្មណ៍ថាស្រួលខ្លួនខ្លាំងមែនទែនព្រោះបីដូចជាខ្លួនគាត់នឹងគឺបានទល់លមួកអរិយាពេល10ឆ្នាំមកហើយអញ្ចឹងហើយនៅពេលនេះសម្បីតែកម្រិតធម្មពលរបស់គាត់នឹងក៏មានការកើនឡើងមួយកម្រិតទៀតដែរដូច្នោះក៏នៅតែសរសើរទូប្រយើងថាគាត់គឺពិតជាអស្ចារ្យខ្លាំងមែនទែនចំណែកឈិងយានក៏បានបន្តថាថ្នាំគ្រាប់នេះវាគឺពិតជាមាននៅជាតិពឹសខ្លាំងមែនទែនដែលវាអាចបំពុលមនុស្សនៅក្នុងគ្រួសារអ៊ីនបានទាំងមូលដូច្នោះហើយបានជាគាត់គឺត្រូវការជឿទុកចិត្តរបស់អ៊ីនម៉ង់ហើយនៅពេលនេះគាត់ក៏បានប្រើប្រាស់នៅបច្ចេកទេសក៏ដូចជាវិធីសាស្ត្រនៃថ្នាំគ្រាប់របស់គាត់នឹងបណ្ដេញនៅធម្មពលអាក្រក់ចាក់ចេញអំពីរាងកាយរបស់គាត់អស់ហើយស្របពេលដែលអ៊ីនម៉ង់ក៏នៅតែសរសើរទូប្រយើងថាបច្ចេកទេសនៃការចម្រាញ់ថ្នាំគ្រាប់របស់គាត់នៅពេលនេះគឺឈានដល់ចំណុចកំពូលហើយដែលគាត់ខ្លាចថាសម្បីតែសមាគមគ្រូចម្រាញ់ឱសថនៃទ្វីបធានស៊ីងនេះក៏មិនអាចប្រៀបស្មើបានដែរឈិងយានក៏គិតថាស្ថាបនិកនៃសមាគមគ្រូចម្រាញ់ឱសថនេះបើទោះបីជាគេបានឡើងទៅដល់ឋានសួគ៌ក៏ដោយប៉ុន្តែគេគ្រាន់តែជាមន្ត្រីក្រមអាវ៉ាត់របស់គាត់តែប៉ុណ្ណោះដូច្នោះហើយគឺមិនស័ក្តិសមនៅក្នុងការនិយាយនោះទេគាត់ក៏បានផ្ដល់នៅវិជ្ជាបញ្ជាមួយទៀតទៅឲ្យពូម៉ង់របស់គាត់ឲ្យគាត់គឺធ្វើការវឹកហាត់ឲ្យបានល្អទៅហើយ3ថ្ងៃទៀតគាត់ប្រកាសជាបំបែកបានមួយកម្រិតទៀតហើយក៏ពឹងឲ្យពូម៉ង់នឹងគឺស្វែងរកនៅសម្ភារៈឱសថខ្លះមកឲ្យគាត់ផងដែរដោយសារតែគាត់គឺមានរឿងរ៉ាវតូចតាចមួយចំនួនទៀតដែលត្រូវដោះស្រាយចំណែកនៅពេលនេះវិញគាត់ក៏បានធ្វើដំណើរទៅកាន់ភោជនីយដ្ឋានមួយកន្លែងដែលជាហាងរបស់គ្រួសារអ៊ីនដែរហើយក្នុងពេលនោះក៏ស្រាប់តែក្មេងស្រីម្នាក់ដែលជាកូនស្រីរបស់ព្រឹទ្ធាចារ្យទី3នឹងក៏បាននាំគាត់ទៅកាន់កន្លែងហូបអាហារទៅស្របពេលដែលឈិងយានក៏បានសរសើរនាងថាពិតជាអស្ចារ្យដែលនាងបានរៀបចំពិធីជប់លៀងដើម្បីទទួលគាត់ប៉ុន្តែដោយសារតែនៅតាមផ្លូវបានជួបបញ្ហាមួយចំនួនដូច្នោះហើយបានជាគាត់នឹងគឺថាយឺតយ៉ាវបន្តិចស្របពេលដែលហ្វៃក៏នៅតែរស់ជាមួយនឹងពួកមនុស្សទាំងអស់នោះហើយក៏ប្រាប់ថានាងនឹងទៅប្រាប់ឪពុករបស់នាងដែរដោយមិនឲ្យចូលរួមជាមួយនឹងបញ្ហានេះទៀតឡើយប៉ុន្តែទូប្រុសក៏ប្រាប់ថាវាគ្រាន់តែជារឿងរ៉ាវតូចតាចតែប៉ុណ្ណោះហើយគាត់ក៏ឃើញថាម្ហូបទាំងនេះគឺសត្វតែជាម្ហូបដែលគាត់ចូលចិត្តនាងក៏ប្រាប់ថាជាការពិតណាស់នេះគឺសត្វតែជាថ្វីដៃរបស់នាងដែលនាងគឺជាអ្នកធ្វើទាំងអស់ប៉ុន្តែគាត់ក៏បាននិយាយថាមើលទៅម្ហូបមួយមុខនេះនាងប្រហែលជាមិនមែនជាអ្នកធ្វើឡើយដូច្នេះហើយនាងក៏បានខ្មើបន្តិចទៅហើយជាមួយគ្នាក៏ស្រាប់តែសម្លេងមួយគឺបានលើឡើងដោយឪពុករបស់នាងគឺបានស្រែកសួរទៅកាន់នាងតើនរណាទៅគឺអនុញ្ញាតឲ្យនាងរៀបចំនៅតុអាហារទាំងអស់នេះដោយគ្មានការអនុញ្ញាតហើយខណៈដែលភ្ញៀវនៅក្នុងហាងគ្រាន់តែឃើញព្រឹទ្ធាចារ្យទាំង4បានចូលមកនឹងពួកគេនឹងក៏បានរត់ចាក់ចេញអស់ទៅចំណែកហ្វៃក៏និយាយទៅកាន់ឪពុករបស់នាងថានេះគឺជាហាងនៃគ្រួសារអ៊ីនការដែលនាងរៀបចំអាហារទាំងអស់នេះឡើងដើម្បីទទួលទូប្រយើងតើវាគឺមាន
មានអ្វីដែលខុសទៅព្រឹទ្ធាចារ្យធំក៏និយាយទៅកាន់នាងឲ្យនាងចាក់ចេញទៅវិញចោះដោយសារតែនៅពេលនេះគាត់គឺមានពាក្យសម្ដីមួយចំនួនដែលចង់និយាយជាមួយនឹងទូប្រយើងហើយនាងក៏ប្រាប់ថាមិនទៅនោះទេស្របពេលដែលឈិនយានក៏ឲ្យនាងចាក់ចេញទៅវិញចោះដោយសារតែគាត់គឺខានជួបគ្នាជាមួយនឹងព្រឹទ្ធាចារ្យទាំង4អស់រយៈពេលយូរណាស់មកហើយដូច្នេះហើយក៏មាននៅពាក្យពេចន៍មួយចំនួនដែលចង់និយាយគ្នាជាមួយនឹងគាត់ដែរបន្ទាប់ពីឮពាក្យសម្ដីចេញអំពីមាត់បងប្រុសយានហើយនៅពេលនេះហ្វៃក៏មិនប្រកែកដែរហើយនាងក៏បានដើរចាក់ចេញប៉ុន្តែមុននឹងចាក់ចេញនឹងក៏បានធ្វើមុខឌឺឪពុករបស់នាងបន្តិចទៅស្របពេលដែលឈិនយានគាត់ក៏បានភ្លក់នៅនំមួយហើយគាត់ក៏បាននិយាយថារូបមន្តក៏ដូចជារសជាតិនឹងគឺនៅតែជាអ្វីដែលគាត់ធ្លាប់ស្គាល់កាលពីពេលមុននិងក៏សួរទៅកាន់ព្រឹទ្ធាចារ្យទាំង4ថាតើមិនចង់ភ្លក់ទេឬស្របពេលដែលព្រឹទ្ធាចារ្យធំក៏បាននិយាយថាចំពោះរឿងរ៉ាវដែលឈិនយានបានសម្លាប់កូនសិស្សរួមគ្រួសារនោះតើកំហុសនេះគឺមិនអាចលើកលែងឲ្យបាននោះទេហើយគាត់ក៏បានសម្ដៅចូលទៅរកឈិនយានដែលជាទូប្ររបស់យើងទៅស្របពេលដែលសាច់រឿងមួយភាគនេះក៏បានបញ្ចប់ដូចគ្នា